ចំណែកឡើងជឺក៏និយាយស្រដៀងគ្នានេះថាអ្នកដែលឈ្នះសត្រូវបានគេហៅថាអ្នកខ្លាំងអ្នកដែលយកឈ្នះខ្លួនឯងបានគេហៅថាអ្នកមានអំណាចមានតែចម្បាំងប៉ុណ្ណោះទើបអាចឲ្យមនុស្សរស់បានដោយសន្តិភាពក្នុងជីវិតដែលពោពេញទៅដោយសង្គ្រាមដ៏គ្រោះថ្នាក់នេះហើយចម្បាំងដ៏អស្ចារ្យបំផុតគឺច្បាំងនឹងខ្លួនឯងរាល់ថ្ងៃទេរូបចាប់កំណត់ឡើងជាមួយនឹងសម្រែកយំដ៏ខ្លាំងពុំមែនសំណើចឡើយនេះមានន័យថាបានកើតជាមនុស្សគឺជារឿងមួយកម្របំផុតដែលយើងមិនដឹងថាគួរចូលរួមក្តីអបអរឬក្តីអាណិតអាសូរក្រោយមកទម្រាំតែចម្រើនវ័យធំដឹងក្តីរហូតដល់ដង្ហើមចុងក្រោយបង្អស់របស់ខ្លួនគេមិនដឹងថាត្រូវឆ្លងកាត់ដំណើរផ្សងព្រេងអ្វីខ្លះទៀតទេក្នុងដំណើរផ្សងព្រេងរបស់ជីវិតតែងមានសុវត្ថិភាពនិងទុក្ខគ្រោះថ្នាក់ដោយសំណាត់ឈើដែលរសាត់អណ្ដែតតាមរលកបោកបក់ជួនក៏ប្រទះប៉ះត្រីល្អជួនក៏រំកិលចូលដល់មាត់ជ្រូកប៉ុន្តែមនុស្សខុសពីសំណាត់ឈើដោយមនុស្សអាចជួយខ្លួនឯងឲ្យផុតពីមាត់ជ្រូកបានយ៉ាងទៀតគេមិនត្រូវរស់នៅក្នុងសុខសុវត្ថិភាពភ្លេចខ្លួនឬហៅថាសប្បាយហួសប្រមាណជាដាច់ខាតការប្រមាថឬក៏ធ្វេសប្រហែសនេះនឹងនាំឲ្យទៅជួបនឹងគ្រោះថ្នាក់វិញដូច្នេះគេត្រូវតែត្រៀមខ្លួនជានិច្ចចំពោះឆាកសង្គ្រាមជីវិតនីក្លូឡូម៉ាឈីវេលីដែលជាអ្នកនយោបាយវីទូអ៊ីតាលីបានក្រើនរំលឹកថាកុំនៅទំនេរក្នុងពេលមានសន្តិភាពហើយត្រូវឆ្លៀតប្រើពេលសន្តិភាពឲ្យមានប្រសិទ្ធភាពក្រែងលោដល់សំណាងផ្លាស់ប្ដូរយើងអាចទ្រាំទ្រកម្លាំងខ្យល់ព្យុះនិងអាចមានជ័យជំនះក្នុងគ្រាក្របានតើបុគ្គលល្បីក្នុងប្រវត្តិសាស្ត្រឯណាខ្លះដែលមិនធ្លាប់ឆ្លងកាត់ចម្បាំងនោះចម្បាំងនៅទីនេះខ្ញុំពុំលើកយកការកាន់អាវុធយុទ្ធភ័ណ្ឌប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលឬសង្គ្រាមលោកមកបរិយាយអ្វីទេតែខ្ញុំចង់សម្ដៅដល់ចម្បាំងនៃជីវិតមនុស្សគ្រប់រូបជាច្រើនជាងក្នុងចម្បាំងនេះគេជួបសមរភូមិច្រើនណាស់ដូចជាសមរភូមិរៀនសូត្រសមរភូមិការងារសមរភូមិស្នេហាសមរភូមិគ្រួសារសមរភូមិជាតិសមរភូមិនយោបាយជាដើមស្ដាប់មួយផ្លែតយើងនឹងគិតថាគំនិតនេះហាក់ទុតិធិនិយមដែលមើលពិភពលោកក្នុងសភាពដ៏គួរឲ្យភ័យខ្លាចតែម្យ៉ាងហើយយើងអាចនឹងប្រកែកថាជីវិតមនុស្សមិនមែនជាសមរភូមិដ៏ក្តៅកគុកទេវាគឺជាភាពស្រស់បំព្រងតែប៉ុណ្ណោះចំណុចនេះយើងក៏មិនបដិសេធអ្វីដែរគឺថាជីវិតស្រស់បំព្រងមែនហើយតែជាភាពស្រស់បំព្រងដែលមានភាពអាប់អួរនៅហុំព័ទ្ធគ្រាន់តែពេលខ្លះភាពអាប់អួរនោះវាហាក់នៅឆ្ងាយមិនទាន់មកដល់ឲ្យយើងឃើញភ្លាមនោះទេវាមិនខុសពីព្រះច័ន្ទដែលកំពុងរះភ្លឺរន្ទាលសុកស្រាប់តែលេចចេញនៅរាហូមកលេបត្របាក់ធ្វើឲ្យប្រែជាងងងឹតសូនត្រឹមមួយរំពេចដូច្នោះបុគ្គលល្បីដែលជាប់កិត្តិនាមក្រអូបឈ្ងុយឈ្ងុកនៅក្នុងប្រវត្តិសាស្ត្រទាំងឡាយសុទ្ធសឹងជាអ្នកឆ្លងកាត់យ៉ាងជោគជាំក្នុងភាពលំបាកតង្យានៃសង្គ្រាមយ៉ាងជូរចត់បំផុតព្រះពុទ្ធព្រះយេស៊ូវមហាម៉ាត់ខុងជឺនិងឡាវជឺជាដើមដែលជាមេសាសនាធំគឺជាអ្នកប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងអំពើបាបកម្មក្នុងខ្លួនហើយបានចុះបេសកកម្មផ្សព្វផ្សាយនៅកុសលធម៌ដល់មនុស្សជាតិណាប៉ូឡេអុងបូណាបាតអាប់រ៉ាហ៊ីមលីងខូលមហាត្មគន្ធីស៊ុនយ៉ាសេននិងលេនីនជាដើមដែលជាកំពូលមេដឹកនាំបដិវត្តន៍គឺជាអ្នកប្រយុទ្ធយ៉ាងសស្រាក់សស្រាមជាមួយនឹងភាពក្រីក្ររបស់ខ្លួនរហូតអាចឈរជើងរឹងមាំហើយដឹកនាំប្រទេសឲ្យរីកចម្រើនទៅមុខបានតាមក្តីស្រមៃរបស់ពួកគេដើម្បីយកឈ្នះក្នុងសង្គ្រាមជីវិតដែលជំពាក់ជំពិនស្មុគស្មាញទាំងឡាយយើងត្រូវតែកសាងខ្លួនជាអ្នកចម្បាំងដ៏ខ្លាំងពូកែដោយត្រូវច្បាំងជាមួយនឹងខ្លួនឯងតែម្ដងព្រះពុទ្ធបានមានព្រះពុទ្ធដីកាថាការឈ្នះខ្លួនឯងជាការប្រសើរព្រះបាទសាឡូមោនបានប្រទាននៅសុភាសិតថាអ្នកណាដែលឈ្នះខ្លួនឯងវិសេសជាងអ្នកដែលឈ្នះដណ្ដើមបានទីក្រុងទៅទៀតចំណែកឡាវជឺក៏និយាយស្រដៀងគ្នានេះថាអ្នកដែលឈ្នះសត្រូវបានគេហៅថាអ្នកខ្លាំងអ្នកដែលយកឈ្នះខ្លួនឯងបានគេហៅថាអ្នកមានអំណាច
តើឈ្នះខ្លួនឯងយ៉ាងម៉េចតលតែយុវជនបានលុតដំខួរក្បាលនិងបេះដូងជាមុនសិនទើបចាត់ទុកថាឈ្នះលើខ្លួនឯងក្នុងលោកនេះគ្មានអ្វីពិបាកយកជ័យជំនះជាងរបស់ពីរយ៉ាងនេះឡើយប៉ុន្តែវាក៏ឥតហួសវិស័យពីសមត្ថភាពមនុស្សនោះដែរនៅពេលណាដែលខួរក្បាលនិងបេះដូងដែលបានលុតដំយ៉ាងល្អហើយវានឹងคล้ายទៅជាផ្លែដាវដ៏មុតហើយមាំដែលអាចកម្ចាត់សត្រូវក្នុងខ្លួនយើងបានការរៀនសូត្រជាប្រចាំនិងការបណ្ដុះស្មារតីជាតិនិយមគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការលុតដំខួរក្បាលចាំបាច់ណាស់ត្រូវតែមានតុល្យភាពរវាងចំណេះដឹងនិងឧត្តមគតិជាតិខួរក្បាលដែលបំពាក់បំពន់តែចំណេះដឹងតែខ្វះឧត្តមគតិគឺជារឿងចោលម្សៀតសម្រាប់សង្គមចំណែកខួរក្បាលដែលបំពាក់បំពន់តែឧត្តមគតិតែខ្វះចំណេះដឹងពិតប្រាកដគឺជារឿងគ្រោះថ្នាក់ក្រៃលែងសម្រាប់ជាតិសាសន៍ខ្មែរយើងយុវជនដែលមានលទ្ធភាពរៀនក្នុងសាលាល្អក៏មានមោទនភាពជ្រុលឬស្ពឹកស្រពន់ឲ្យសោះត្រូវតែក្រេបជញ្ជក់ចំណេះដឹងប្រៀបដូចជាសត្វឃ្មុំខំក្រេបលំអងផ្កាដើម្បីដើរឲ្យទាន់ឬលើសពួកយុវជននៃប្រទេសជិតខាងលាវចំណែកយុវជនដែលមិនបានចូលរៀនក្នុងសាលាក៏កុំទំនេរឬបាក់ទឹកចិត្តដែរត្រូវតែឆ្លៀតរៀនតាមមធ្យោបាយផ្សេងដើម្បីយឹតយោងខ្លួនឲ្យបានដូចជាយុវជនដទៃទៀតក៏បីអានសៀវភៅគ្រប់ប្រភេទស្រាវជ្រាវឯកសារនានាចូលចែកសន្ទនាជាមួយបុគ្គលចេះដឹងជុំវិញខ្លួនត្រេះរិះជាប្រចាំជាពិសេសយុវជនត្រូវស្វែងយល់នៅទស្សនវិជ្ជាដែលជាវិជ្ជាគ្រឹះសម្រាប់ស្ថាបនាយើងបីដូចជាការរៀបគ្រឹះសង់អគារដូច្នោះស្គាល់ទស្សនវិជ្ជាគេនឹងស្គាល់ផ្លូវទៅរកសច្ចភាពដែលជាវត្ថុមានតម្លៃបំផុតរបស់ជីវិតទន្ទឹមនឹងការរៀនសូត្រឲ្យចេះដឹងឲ្យយល់សច្ចភាពជាដើមនេះក៏ត្រូវតែចេះឈឺឆ្អាលកិច្ចការសង្គមផងដែរមិនថាជាយុវជនឬយុវនារីឡើយការវឹកហាត់មនោយិត្តនិងការបណ្ដុះគុណធម៌គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការលុតដំបេះដូងក្នុងការវឹកហាត់មនោយិទ្ធិគឺត្រូវតែហាត់រៀនសមាធិចិត្តដើម្បីឲ្យយើងអាចយកអាយតៈភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តស្ថិតនៅក្រោមការបង្គាប់បញ្ជាចិត្តដែលមិនបានអប់រំល្អនឹងក្លាយជាបិសាចក្នុងខ្លួនចិត្តដែលមិនមាំទាំមិនអត់ធ្មត់មិនឃ្លីខ្លាមិនស្ងប់មិនត្រជាក់មិនស្រឡះមិនមានសន្តិភាពគឺពិតជាមិនអាចដឹកនាំខ្លួនឯងបានឡើយកុំថាឡើយទៅចង់ដឹកនាំអ្នកដទៃយុវជនអាចរៀនក្បួនសមាធិមួយចំនួនតាមរយៈមធ្យោបាយរៀងខ្លួនហើយក៏ត្រូវតែដឹងជាមុនថាការវឹកហាត់មនោយិទ្ធិទាមទារឲ្យរាងកាយមានសុខភាពល្អមាំទាំទៀតផងគេមិនអាចមានចិត្តមាំមួនដោយគ្មានរាងកាយមាំមួនបានឡើយវាអត់ខុសពីកសិករដែលចង់បានផ្លែទុំល្អត្រូវតែស្រោចទឹកថែទាំដូច្នោះដែរសពថ្ងៃនេះយុវជនខ្មែរមួយភាគធំកំពុងជោគជាំដោយស្រាថ្នាំញៀននិងអំពើពេលលាអាវ៉ាស័យជាច្រើនទៀតដែលធ្វើឲ្យបាត់បង់នៅធម៌ពលរាងកាយរួមទាំងធម៌ពលនៃគំនិតដូច្នេះយុវជនខ្មែរត្រូវភ្ញាក់រលឹកឡើងដោយចំណាយពេលយកចិត្តទុកដាក់ទៅលើសុខភាពត្បិតវាជាប្រភពទ្រទ្រង់និងផ្ដល់កំណើតដល់អំណាចផ្សេងទៀតរបស់មនុស្សចំណែកក្នុងការបណ្ដុះគុណធម៌វិញយុវជនត្រូវនាំគ្នាធ្វើនៅទង្វើល្អនិងមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមដែលជាការសាបព្រោះនៅគ្រប់ពូជគុណធម៌ប្រភេទមនុស្សដែលមានឧទ្ទិសជីវិតក្នុងបុព្វហេតុសង្គមគឺជាប្រភេទមនុស្សមានគុណធម៌ថ្នាក់ខ្ពស់បំផុតកោតសរសើរអស់កាលយូរអង្វែងតទៅ